សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូពាក់ព័ន្ធជាមួយនឹងការបិទសំឡេងពេលតែយើងជិះទៅឮសំឡេងជិះយឺតទៅឮសំឡេងខាងក្រៅរបស់Mazda EC60 អញ្ចឹងដើម្បីបិទវាបានយើងត្រូវចូលមកហូបឡាននេះតោះមកយើងអូសមើលពាក្យ sound តោះមកយើងអូសចុះមកក្រោមពាក្យ low speed alarm នេះយើងចុចបិទវាមកអានេះខ្ញុំបិទឲ្យស្រាប់ហើយប៉ុន្តែអាហ្នឹងវានឹង on មកវិញនៅពេលដែលយើងបញ្ឆេះឡានម្ដងទៀតមានន័យថាយើងបន្លត់ហើយយើងបញ្ឆេះមកវិញគឺអាហ្នឹងវានឹង on ខ្លួនវាអញ្ចឹងបងត្រូវចូលមកបិទនៅក្នុងហ្នឹងហើយខ្ញុំមានវិធីមួយទៀតដើម្បីបងបាច់ចូលមកបិទក្នុងហ្នឹងឯងយើងអាច set វានៅលើចង្កូតនេះបងចុចអារូបផ្កាយនេះមួយមកផ្កាយនេះខាងណាក៏បានដែរលើបង set អញ្ចឹងបងចុចផ្កាយនេះមួយវាចេញមកហើយវាចេញមកឲ្យជំរឿសអញ្ចឹងបងជំរឿសយកអាហ្នឹងមកអូខេអញ្ចឹងនៅពេលដែលអញ្ចឹងវាជាប់ហើយអាផ្កាយទី1នេះអាផ្កាយទី1នេះវាជាប់អាហ្នឹងហើយអញ្ចឹងមានន័យថានៅពេលដែលបងបលុតបងបញ្ឆេះមកវិញបងមិនបាច់ចូលមកក្នុង setting ហ្នឹងដើម្បីបិទវាទៀតទេគ្រាន់តែចុចផ្កាយលើចង្កូតហ្នឹងទៅគឺវានឹងបិទហ្មងអាហ្នឹងវិធីងាយមួយដែលស្រួលបិទដែរអរគុណបង